អ្នកទាំងអស់គ្នាតើអ្នកធ្លាប់ជួបអារម្មណ៍មួយទេអារម្មណ៍ដែលថាទោះបីជាយើងនៅក្នុងបន្ទប់ម្នាក់ឯងចាក់សោចិត្តក៏យើងនៅតែមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងសម្លឹងមើលមកយើងពីជ្រុងងងឹតណាមួយយប់នោះខ្ញុំបានរៀនមេរៀនដ៏រន្ធត់បំផុតក្នុងជីវិតថាការដែលជួលបន្ទប់បានតម្លៃថោកខុសធម្មតាវាមិនមែនជាសំណាងទេតែវាគឺជាអន្ទាក់ដែលគេរៀបទុកដាក់សម្រាប់ប្រលឹងថ្មីសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast របស់ខ្ញុំថ្ងៃនេះខ្ញុំមានរឿងពិតមួយដែលចង់ចែករំលែកវាជារឿងរបស់បងប្រុសម្នាក់ឈ្មោះវិបុលកាលពី2ឆ្នាំមុនវិបុលបានផ្លាស់ពីខេត្តមកធ្វើការនៅភ្នំពេញដោយសារតែចង់សន្សំលុយផ្ញើទៅផ្ទះគាត់ក៏ដើររកបន្ទប់ជួលណាដែលធូរថ្លៃបន្តិចរហូតដល់គាត់បានឃើញប៉ាន់មួយគេបិទនៅនឹងបង្គោលភ្លឹងចាស់មួយក្បែរម្ដុំស្ទឹងមានជ័យអក្សរនៅលើនោះសរសេរថាបន្ទប់ជួលស្អាតមានផាសុកភាពតម្លៃត្រឹមតែ$25ក្នុងមួយខែក្នុងក្រុងភ្នំពេញតម្លៃនេះគឺទាបខ្លាំងណាស់វិបុលមិនបងអងយូរទេគាត់ក៏ទូរស័ព្ទសួរគេហើយក៏ទៅមើលភ្លាមម្ចាស់ផ្ទះជាស្រីចំណាស់ម្នាក់គាត់និយាយរាក់ទាក់ណាស់ប៉ុន្តែភ្នែករបស់គាត់វិបុលប្រាប់ថាវាហាក់ដូចជាលាក់បាំងរឿងដ៏អាចកំបាំងខ្មៅងងឹតអ្វីមួយយ៉ាងគាត់នាំវិបុលឡើងទៅជាន់ទី4ដែលជាជាន់ខ្ពស់បំផុតបន្ទប់លេខ404បន្ទប់នោះធំស្រឡះមានបង្អួចខ្យល់ចេញចូលល្អវិបុលឆ្ងល់ក៏សួរថាហេតុអីបានទៅថោកម្លេះគាត់ប្រាប់ទាំងញញឹមស្ងួតថាមកពីវាខ្ពស់ពេកហត់ឡើងចន្ទាមិនសូវមានអ្នកចង់ជួលវិបុលក៏យល់ព្រមភ្លាមដោយមិនដឹងថាពេញមួយជាន់ទី4នោះមានតែរូបគាត់ម្នាក់ឯងគត់ដែលរស់នៅយប់ដំបូងអ្វីហាក់ដូចជាធម្មតាប៉ុន្តែនៅពេលដែលទ្រុញនាឡិកាដើរដល់ម៉ោង12យប់ភ្លាមវិបុលចាប់ផ្ដើមឮសំឡេងម្យ៉ាងសំឡេងគ្រឺតដោយគេអូររបស់ធ្ងន់ម្យ៉ាងលើឥតវាចេញមកពីបន្ទប់ខាងលើក្បាលគាត់វិបុលដេកគិតទាំងឆ្ងល់ថាបន្ទប់ខាងលើជាន់ទី4គឺដំបូលសង្កសីតាតើនរណាទៅដើរលើនឹងឬក៏ជាសត្វកណ្ដោលស្រាប់តែសំឡេងទឹកស្រកផ្លុកគាត់ភ្ញាក់ព្រឺតទឹកហូរចេញពីក្នុងបន្ទប់ទឹកទាំងដែលគាត់ប្រកាសថាបានបិទវ៉ានទឹកជិតឈឹងវិបុលក្រោកទៅបិទវាវិញទាំងអារម្មណ៍ព្រឺសម្បុរខ្នងនៅពេលដែលគាត់អោនលុបមុខហើយងើបមើលកញ្ចក់គាត់ឃើញស្រមោលខ្មៅស្រពេចស្រពិលមួយឈរនៅពីក្រោយខ្នងគាត់ងាកក្រោយភ្លាមគ្មានអ្វីសោះបេះដូងគាត់ចាប់ផ្ដើមលូតញាប់ជាងមុនព្រឹកឡើងវិបុលក្រោកពីគេងទាំងអស់កម្លាំងដូចជាគេងមិនដកដង្ហើមពេញមួយយប់ស្រាប់តែគាត់កត់សម្គាល់ឃើញស្នាមឆ្កូតនៅលើឥដ្ឋការ៉ូក្បែរជើងគ្រែដូចជាមានគេយកក្រចកមកកោសយ៉ាងសាហាវស្នាមនោះវានៅថ្មីចែសអ្វីដែលកាន់តែចម្លែកគឺក្លិនវាគឺជាក្លិនឆ្អាបដូចជាសាច់ស្អោយដែលគេច្រកក្នុងថង់ទុកចោលយូរថ្ងៃវិបុលបន្ទាបខ្លួនសម្លឹងមើលទៅក្រោមគ្រែដ៏ងងឹតស្លុបសម្លេងដង្ហើមញាប់គ្មានអ្វីសោះក្រៅពីធូលីដីប៉ុន្តែជ្រុងម្ខាងគាត់ឃើញកញ្ចប់ក្រដាសតូចមួយពេលបើកមើលវិបុលស្ទើរតែលែងមានប្រលីងគ្រឿងខ្លួនវាគឺជាសក់មនុស្សមួយដុំធំដែលចងភ្ជាប់ជាមួយខ្សែអំបត់ពណ៌ក្រហមឆ្អៅវិបុលចាប់ផ្ដើមខ្លាចព្រឹកនោះគាត់ក៏សម្រេចចិត្តដើរទៅសួរអ៊ំប្រុសម្នាក់នៅជាន់ទី3ពេលឮឈ្មោះបន្ទប់404អ៊ំនោះស្លេកមុខភ្លាមរួចខ្សឹបប្រាប់ថាក្មួយអើយបន្ទប់នោះកាលពី5ឆ្នាំមុនមានស្រីម្នាក់ស្លាប់ដោយអយុត្តិធម៌គេថាសពរបស់នាងបាត់ដានប៉ុន្តែវិញ្ញាណនាងនៅតែវិលវល់រកសាកសពខ្លួនឯងមិនឃើញពេលត្រឡប់មកបន្ទប់វិញវិបុលឃើញរូបថតមួយសន្លឹកធាក់នៅមាត់ទ្វារវាជារូបថតចាតពណ៌អសខ្មៅបង្ហាញពីស្ត្រីម្នាក់អង្គុយលើគ្រែក្នុងបន្ទប់នេះប៉ុន្តែក្នុងរូបថតនោះមុខរបស់នាងត្រូវបានគេឆ្កូតរហូតមើលមិនស្គាល់ថាជាអ្នកណាអ្វីដែលរន្ធត់បំផុតគឺក្នុងរូបថតនាងកំពុងចង្អុលដៃចក់ទៅក្រោមគ្រែចំកន្លែងដែលវិបុលឃើញសក់នោះឯងយប់ទី3វិបុលបើកភ្លើងចោលទាំងអស់មិនហ៊ានគេងទេប៉ុន្តែស្រាប់តែផោងងងឹតឈឹងភ្លើងដាច់តែបន្ទប់គាត់ម្នាក់ឯងគាត់ទាញទូរស័ព្ទមកបើកភ្លើង flash ពន្លឺភ្លើងពិលជាក់ទៅចំជ្រុងបន្ទប់គាត់ឃើញស្រមោលមនុស្សម្នាក់កំពុងឈរបាយខ្នងអ្នកណាវិបុលសួរទាំងសំឡេងញ័រទៅត្រើតស្រមោលនោះមិនឆ្លើយទេប៉ុន្តែវាក៏ចាប់ផ្ដើមវាឡើងតាមជញ្ជាំងដូចជា Spider-Man ចឹង
សំឡេងឆ្អឹងរបស់វាបាក់លាន់ឮសូរគ្រុកគ្រុកគ្រុកវាមកឈប់ចំពីលើពេដានក្បាលរបស់វិបុលរួចក៏ទម្លាក់សក់វែងអន្លាយមកប៉ាក់នៅមុខគាត់ក្លិនវាស្អុយណាស់ភាយមកខ្មួលវិបុលស្ទុះរត់ចេញពីគ្រែទៅប៉ុន្តែទ្វារបន្ទប់បើកមិនចេញទេវាដួលជាមានដៃរាប់រយនងមកទប់ពីខាងក្រៅក្នុងភាពស្លន់ស្លោគាត់ដួលទៅលើឥដ្ឋហើយដៃរបស់គាត់ក៏ប៉ះនឹងការ៉ូមួយផ្ទៀងដែលរង្គើគាត់ដឹងភ្លាមគាត់ក៏យកកាំបិតមកគោះការ៉ូនោះចេញគាត់ខំប្រឹងគោះការ៉ូទាំងឈាមស្រោចដៃក្រោមឥដ្ឋនោះវាមិនមែនជាដីទេវាគឺជាប្រហោងដែលមានក្លិនស្អុយសាហាយក្នុងនោះមានកាបូបស្ពាយមួយក្នុងកាបូបមានអត្តសញ្ញាណប័ណ្ណឈ្មោះលីសានិងមានម្រាមដៃមនុស្សដែលស្ងួតក្រៀមរួមជាមួយក្រដាសមួយច្បាប់សរសេរថាម្ចាស់ផ្ទះសម្លាប់ខ្ញុំគាត់ចាក់សោខ្ញុំឲ្យដាច់បាយស្លាប់ក្នុងប្រហោងនេះរំពេចនោះគ្រែរបស់គាត់រង្គើខ្លាំងនៅក្រោមនោះវាមិនមែនមានតែសាកសពលីសាម្នាក់ទេក្នុងប្រហោងដងងឹតស្លុបនោះខ្ញុំបានឃើញភ្នំនៃកាបូបស្ពាយនិងអត្តសញ្ញាណប័ណ្ណរាប់សិបសន្លឹកជារបស់អ្នកជួលមុនពួកគេមិនដែលបានចាក់ចេញទៅណាទេរំពេចនោះដៃស្គមស្គាំងរាប់សិបគូលោកចេញពីក្រោមគ្រែនិងចេញពីក្នុងប្រហោងឥដ្ឋពួកវាចាប់អូសជើងខ្ញុំដៃខ្ញុំនិងសក់ខ្ញុំទេចេញទៅខ្ញុំស្រែកអស់ពីកម្លាំងកាយខ្ញុំងាកទៅមើលមាត់ទ្វារម្ចាស់ផ្ទះស្រីម្នាក់នោះឈរញញឹមស្បែកមុខរបស់គាត់ចាប់ផ្ដើមរពោកធ្លាក់មកដីម្ដងបន្តិចបង្ហាញឲ្យឃើញតែសាច់ក្រហមឆ្អៅគាត់សើចកកឹករួចនិយាយថាបន្ទប់ជួលនេះមិនដែលខ្វះអ្នកជួលទេព្រោះអ្នកដែលជួលមកហើយគឺត្រូវនៅទីនេះរហូតដើម្បីជួយសងបំណុលឈាមឲ្យពួកវាមុននឹងខ្ញុំត្រូវបានទាញចូលទៅក្នុងប្រហោងងឹតនោះទាំងស្រុងភ្នែកខ្ញុំបានក្រឡេកឃើញរូបថតមួយសន្លឹកទៀតដែលធ្លាក់ក្បែរជើងគ្រែវាគឺជារូបថតរបស់ខ្ញុំប៉ុន្តែក្នុងរូបនោះខ្លួនប្រាណរបស់ខ្ញុំគ្មានក្បាលទេសំឡេងសាច់ត្រូវគេហែកឆ្វាច់លាឡំនឹងសំឡេងស្រែកចុងក្រោយរបស់វិបុលរឿងនេះវាមិនទាន់ចប់ត្រឹមនឹងទេមួយសប្តាហ៍ក្រោយមកបុរសម្នាក់ទៀតឈ្មោះថាតារាបានឃើញប័ណ្ណប្រកាសដដាលនោះបិទនៅបង្គោលភ្លើងគាត់បានទូរស័ព្ទទៅហើយម្ចាស់ផ្ទះម្នាក់នោះបាននាំគាត់ឡើងទៅជាន់ទី4ពេលតារាចូលទៅក្នុងបន្ទប់404គាត់មានអារម្មណ៍ថាបន្ទប់នេះត្រជាក់ខុសធម្មតាគាត់បានឃើញទូរស័ព្ទដៃមួយគ្រឿងធ្លាក់នៅជ្រុងបន្ទប់គាត់រកវាមកបើកមើលក្នុងនោះមានវីដេអូមួយដែលទើបតែថតកាលពីម្សិលមិញក្នុងវីដេអូនោះគឺជារូបភាពវិបុលកំពុងអង្គុយបែរខ្នងលើគ្រែតារាឆ្ងល់ក៏ដែរទៅជិតគ្រែបង្ដងចាំងរកមើលម្ចាស់ទូរស័ព្ទប៉ុន្តែស្រាប់តែក្នុងវីដេអូនោះវិបុលបានងាកមុខមកវិញមុខរបស់វិបុលគ្មានភ្នែកគ្មានច្រមុះមានតែរុនមាត់ដ៏ធំដែលកំពុងខ្សឹបថារត់ទៅមុននឹងវាចាប់ឯងដាក់ក្រោមអិតតារាភ័យញ័រដៃស្រាប់តែមានសម្លេងគោះទ្វារពីខាងក្រោយតុបគាត់ងាកទៅមើលគឺវិបុលឈរនៅមាត់ទ្វារទាំងញញឹមស្រស់ហើយនិយាយថាសួស្ដីបងខ្ញុំជាអ្នកជួលចាស់នៅទីនេះបន្ទប់នេះល្អណាស់តម្លៃថោកទៀតបងចង់មកនៅជាមួយខ្ញុំទេពេលតារាសម្លឹងទៅដីគាត់ឃើញថាវិបុលគ្មានស្រមោលហើយនៅក្រោមឥដ្ឋដែលតារាកំពុងឈរក្បែរនោះឥដ្ឋការ៉ូចាប់ផ្ដើមរបឺកឡើងយឺតសំឡេងសើចតិចរបស់មនុស្សជាច្រើនអ្នកលាយឡំនឹងខ្យល់បក់យ៉ាងត្រជាក់ថាបន្ទប់លេខ404ស្វាគមន៍អ្នកជានិច្ចព្រឹកឡើងប៉ូលីសបានមកដល់បន្ទប់404តាមសេចក្តីរាយការណ៍របស់អ្នកជិតខាងប៉ុន្តែអ្វីដែលចម្លែកបំផុតបន្ទប់នោះគឺទទេស្អាតគ្មានស្នាមឈាមគ្មានស្លាកស្នាមនៃការកោះឥដ្ឋហើយម្ចាស់ផ្ទះស្រីម្នាក់នោះក៏បាត់ដានគ្មានអ្នកណាដឹងថាគាត់នៅឯណាប៉ូលីសបានរកឃើញរូបថតមួយសន្លឹកនៅកណ្ដាលបន្ទប់ដែលទើបនឹងលាងថ្មីរូបថតនោះបង្ហាញពីវិបុលកំពុងអង្គុយញញឹមនៅលើគ្រែប៉ុន្តែបើអ្នកពិនិត្យឲ្យច្បាស់មនុស្សក្នុងរូបថតនោះមិនមែនមានតែវិបុលទេនៅពីក្រោយខ្នងគាត់ក្នុងស្រមោលងងឹតមានស្រីម្នាក់កំពុងយកដៃខ្ទប់មាត់គាត់ពីក្រោយហើយនៅក្រោមគ្រែមានដៃមួយទៀតកំពុងលូកមកចាប់ជើងគាត់អ្វីដែលរន្ធត់បំផុតគឺបន្ទាប់ពីស្រាវជ្រាវប៉ូលីសបានប្រាប់ថា
ម្ចាស់ផ្ទះដែលវិបុលជួបនោះគាត់បានស្លាប់បាត់បង់ជីវិតតាំងពី10ឆ្នាំមុនមកម្លេះដោយសារឆេះផ្ទះក្នុងបន្ទប់404នេះឯងសំណួរគឺចុះអ្នកណាជាអ្នកទទួលលុយកុកពីវិបុលហើយឥឡូវនេះវិបុលបាត់ខ្លួនទៅណាជួយខ្ញុំផងប្រសិនបើអ្នកទាំងអស់គ្នាកំពុងដើររកបន្ទប់ជួលហើយឃើញតម្លៃថោកខុសធម្មតាសូមប្រយ័ត្នព្រោះជួនកាលបន្ទប់នោះមិនមែនសម្រាប់ឲ្យអ្នករស់នៅទេតែវាសម្រាប់ឲ្យអ្នកទៅបដូរវេនដេកក្នុងប្រហោងឥតការ៉ូននោះជំនួសគេតើអ្នកចង់មកជួលបន្ទប់ជាមួយខ្ញុំទេ